នឹងស្លៀកខោខ្លីមួយគឺខ្ញុំចូលចិត្តមែនតើតែដើម្បីរៀបចំខ្លួនឲ្យស្អាតជាមួយនឹងខោខ្លីក្នុងនោះហើយយើងក៏ត្រូវជ្រើសរើសអាវដែរសារតែខ្ញុំមានខោខ្លីពណ៌កាអំពៅមួយនេះចឹងហើយទើបតម្រូវឲ្យខ្ញុំគិតឃើញថាខ្ញុំគួរតែជ្រើសរើសអាវណាដែលស៊ីជាមួយនឹងខោហ្នឹងដំបូងខ្ញុំចង់បែបរៀងខ្ជូតចឹងហើយទើបខ្ញុំគិតឃើញអាវខ្លីពណ៌ផ្ទៃមេឃសាច់វាលក្ខណៈលោងហើយអាលាស់ដែលវាក៏ខ្ជូតដែរសម្រងវាមកល្មមអត់វែងខ្លាំងអត់ខោចខ្លាំងហើយទី2ចង់បានអាវរៀងឆ្នូតអានឹងអត់ដឹងពណ៌អីប៉ុន្តែគ្រាន់តែដឹងថាពណ៌ហ្នឹងដាក់មួយពណ៌សស្អាតអាវនេះជាប្រភេទអាវសាច់ស្រាលអត់លាស់ទេណាបងបើពណ៌វាមើលឲ្យចំណាគឺពណ៌នឹងឯងមានឆ្នូតសតូចល្អិតមួយនៅនឹងសាច់វាគឺបែបនេះនិយាយទៅអាវហ្នឹងពាក់ត្រូវអ៊ុតហ្មងតឥឡូវមកមើលអាវដែលខ្លីនេះវិញគាត់អាវហ្នឹងយើងអាចហៅថាពណ៌ផ្ទៃមេឃតែផ្ទៃមេឃបែបស្រាលហើយដៃខ្លីវាអត់ខ្លីខ្លាំងទេវាលក្ខណៈបែបរៀងស្ទើរនៅពេលដែលយើងដាក់ជាមួយនឹងខោខ្លីបងថែមជាមួយនឹងខ្សែក្រវ៉ាត់មួយទៀតកាន់តែស្អាតពេលដែលយើងជ្រើសរើសអាវហើយនឹងខោស៊ីពណ៌គ្នាបងគឺលើកមែនតែនហ្មងមកខ្ញុំថែមជាមួយនឹងនាឡិកាហើយនាឡិកាខ្ញុំជ្រើសរើសរៀងមានត្បូងតិចតិចណាខ្សែកគឺស្រឡាញ់ហូបមេមបាវជាប់គ្នាហ្នឹងហ្មងខ្ញុំជ្រើសរើសកាបូបដដែលបែកជើងជ្រើសរើសពណ៌ខ្មៅគិតទៅបែកជើងវាស៊ីជាមួយនឹងខ្សែក្រវ៉ាត់ត្រូវអត់តែពិតគួរតែដាក់កាបូបពណ៌ខ្មៅប៉ុន្តែអត់ទេខ្ញុំជ្រើសរើសដាក់ពណ៌នេះហ្មងទៅព្រោះខ្ញុំស្រឡាញ់ទម្រង់កាបូបមួយហ្នឹងដែរខោហ្នឹងបងឃើញទលាយតកៀកនឹងកាផ្លូវមែនតែនសាច់វាឡើងអាលាស់ហើយទន់ខ្លាំងហ្មងហើយបើអាវវិញជាប្រភេទអាវសាច់បែបបលោងហើយភ្លឺម៉ូតវាគឺឡើងស្អាតហ្មងបងដៃវាគឺគេធ្វើប្រវែងហ្នឹងអត់ខោចខ្លាំងអត់ខ្លីខ្លាំងបងដឹងទេអាវនេះគឺមានតែ4លេខទេមានលេខ S លេខ M លេខ L និង XL តែបើសិនជាមានដើមដៃធំខ្លាំងណាសូវជារីកខមមិនប្រហែលនេះបងព្រោះចុងដៃហ្នឹងគឺវាអត់សូវទលាយខ្លាំងទេដូចបងឃើញអញ្ចឹងបើទម្រង់ខ្លួនក៏មកល្មមដែរវាអត់ធំខ្លាំងណានៅលើខ្លួនខ្ញុំហ្នឹងគឺលេខ S បងដឹងអញ្ចឹងគីឡូខ្ញុំ45គីឡូកម្ពស់1.50 ម៉ែត្រពេលខ្លះវាហៀដល់46ដែរបើខោមានដល់លេខធំបងមានលេខ S M L XL 2XL និង 3XL តែអាវនឹងចង់ពាក់ទៅធ្វើការក៏បានដែរបងនេះដាក់ជាមួយខោខ្មៅដែលយើងមានស្រាប់ខោខ្មៅនឹងខ្ញុំធ្លាប់ review 3-4 វីដេអូហើយមានចាប់ពីលេខ S រហូតដល់លេខ 2XL បានត្រឹមចង្កេះលេខ31និង32មានអីអាវពណ៌ផ្ទៃមេឃដាក់ជាមួយនឹងខោពណ៌ខ្មៅស្អាតម្យ៉ាងដែរតាហើយថែមខ្សែក្រវ៉ាត់មួយទៀតវាកាន់តែកលិបបើសិនជាយើងរៀបចំខ្លួនទៅធ្វើការលក្ខណៈជាឈុតបែបនេះគឺសមរម្យហើយស្អាតខ្លាំងមែនតើរួមទៅពេលយើងដើរទៅធ្វើការគឺវាស្អាតហ្មងណាមកមើលអាវទី2អាវទី2ខ្ញុំអត់ដឹងថានឹងហៅពណ៌អីច្បាស់ហើយអ្នកទាំងអស់គ្នាតែខ្ញុំនឹងតម្លាក់ពណ៌នៅក្រោមវីដេអូគាត់ថាអាវឆ្នូតពណ៌មួយនេះវារំលេចលក្ខណៈមានកប៉ៅទៀតហ៎បងដាក់ជាមួយនឹងខោពណ៌កាអំពៅឬក៏យើងហៅថាពណ៌ទឹកដោះគោថែមខ្សែក្រវ៉ាត់តបមកជ្រើសរើសកាបូបឲ្យវាស៊ីជាមួយនឹងពណ៌អាវទៀតអ៊ុយបងគឺស្អាតខ្លាំងមែនតើហ្មងយើងយកខោនឹងដាក់ជាមួយនឹងអាវនេះមើលទៅលក្ខណៈបែបសាមញ្ញហើយរាងសភាពបងទាំងអស់គ្នាលក្ខណៈខ្ជូតតែសភាពរាងកលិបទៅមួយយ៉ាងម្នាក់បងមួយនឹងពណ៌ផ្ទៃមេឃខាងដើមវីដេអូហ្នឹងក៏វាស្អាតម្យ៉ាងជាមួយនឹងអាវដៃវែងឆ្នូតមួយនេះក៏វាស្អាតម្យ៉ាងដែរតែដូចបញ្ជាក់អញ្ចឹងបងនៅពេលដែលយើងលេង style ទម្រង់បែបនេះបងបន្ថែមខ្សែក្រវ៉ាត់មួយទៀតវាកាន់តែស្អាតហ្មងខ្សែក្រវ៉ាត់ពណ៌ខ្មៅបងហើយក្បាលនឹងទម្រង់ម៉ូតអីក៏បានដែរតាមយើងស្រឡាញ់ទេតែខ្ញុំជ្រើសរើសក្បាលខ្សែក្រវ៉ាត់មួយនេះពីព្រោះដោយសារតែវាមាននៅលើធ្នើខ្ញុំស្រាប់ហើយស្បែកជើងយើងអាចប្រើស្បែកជើងម៉ាក់ណាក៏បានដែរតែបើដាក់ពណ៌ខ្មៅទៅវារៀងលិចខ្លាំងជាងជាពិសេសវាមើលទៅវាលិចជាមួយនឹងខ្សែក្រវ៉ាត់ហ្មងបញ្ជាក់បងសម្រាប់អាវមួយនេះគឺមាន4លេខដូចគ្នាមានលេខ S លេខ M លេខ L និង XL តែទម្រង់វារៀងទលាយជាងអាវមុនហ្នឹងណាបងឃើញអញ្ចឹងកន្លែងស្មានិងដើមដៃគឺវានៅសល់សាច់ទលាយឲ្យយើងតែវាមិនទលាយខ្លាំងទេទលាយមកគួរសមពេលដែលយើងដាក់ជាមួយនឹងខោខ្លីអញ្ចឹងយើងអត់មូលដៃអាវក៏ស្អាតដែរបងឃើញអត់តែបើសិនជាចង់យកអាវនឹងទៅធ្វើការបងដាក់ជាមួយនឹងខោពណ៌ទឹកដោះគោបានខោពណ៌សប្រសិនបើបងមានដាក់ជាមួយនឹងពណ៌នេះវាមើលទៅវាលិចស្អាតជាមួយនឹងពណ៌ខ្មៅក៏វាស្អាតដែរប៉ុន្តែដាក់ជាមួយនឹងពណ៌នេះមើលទៅវាលក្ខណៈតិចភ្នែកខ្លាំងជាងពណ៌ខ្មៅអ្នកទាំងអស់គ្នាលក្ខណៈបែបស្រទន់ហ្មងណាខោមួយនេះគឺលក្ខណៈបែបសាច់អាលាស់ហើយរៀងទលាយតកៀកនឹងក៏ផ្លូវដែរប៉ុន្តែគ្រាន់តែខោមួយនេះវានៅសល់ស្តុកតិចបងដូចជានៅតែ2លេខទេសម្រាប់ខោនឹងនៅលេខ XS និងលេខ S ចាំមើលខ្ញុំឆែកមើលហើយខ្ញុំនឹងតម្លាក់សាយនៅក្នុង comment បងអាចឆែកមើលសាយនៅក្នុង comment បានបងទាំងអស់គ្នានឹងសម្រាប់បងដែលចាប់អារម្មណ៍អាវហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃនេះគឺ focus ខ្លាំងទៅលើពណ៌ហើយនឹងពណ៌ហ្មងបងទាំងអស់គ្នាបាយ